គណៈពេលនេះច្រកបន្ទគួនបានបិទជាបដោះអាសន្នហើយបាទបងប្អូនអញ្ចឹងខ្ញុំបាទសុភាពបាទសូមរីកាពីច្រកបន្ទគួនបន្ទគួនគឺដែលយើងចេញបាទពីប៉ោយប៉ែតមកតាមកវត្តបាទផ្លូវជាតិលេខ58បាទមកខាងអូស្មាច់នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យអញ្ចឹងមកដល់ពេលនេះគឺខាងថៃគេថាបានបិទបាទគេហៅជាបដោះអាសន្នហើយបាទអញ្ចឹងបងប្អូនបាទសូមជ្រាបជាដំណឹងដល់អ្នកគ្នាបាទអញ្ចឹងដោយសារថ្ងៃទី7នេះបាទគឺខាងទូតប្រចាំនៅប្រទេសថៃបានរាយការណ៍មកបាទខាងថៃគេបានរៀបចំបិទបាទច្រកលវៀងបាទជាបណ្ដាហើយគោរពលោកប្រធានខ្ញុំសុភាពខាងបាត់ដំបងប៉ុស្តិ៍អ្នកផ្សព្វសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ចង់សួរបញ្ជាក់លោកប្រធានខាងច្រកបន្ទគួនត្រូវបានបិទមែនឬយ៉ាងណាវិញបាទនៅពេលនេះបានបិទពិតប្រាកដហើយបងបិទចាប់ពីម៉ោង1:15នាទីមកគឺបិទហើយដំណើរការចេញចូលគឺបិទទាំងស្រុងតែម្ដងហើយចំពោះថ្ងៃស្អែកមានការប្រែប្រួលយ៉ាងម៉េចទៀតអានោះរឿងរបស់ស្អែកដល់ពេលនេះគឺខាងភាគីថៃអ្នកបិទដោយឯកតោភាគីបាទគោរពអរគុណមេគោរពអរគុណច្រើនបាទសូមបញ្ជាក់បន្ថែមឲ្យពេលនេះនៅមុខនេះបាទឡានថៃបានចូលទៅក្នុងប្រទេសថៃវិញហើយបាទហើយមិនបានបងប្អូនខ្មែរដែលមកពីថៃនេះបានឡានថៃបានចេញទៅប្រទេសថៃវិញហើយបាទឡានថៃនៅក្នុងមួយតំបន់បន្ទគួនបាទនេះឡានថៃបានពុទ្ធទៅលោកមិនដើរទេបាទរកចេញទៅវិញហើយបាទនៅថ្ងៃទី7នេះបាទសូមបញ្ជាក់បន្ថែមនេះតែបាត់ថ្មីបាទតែបាត់20ថ្មីណាបាទខាងថៃឬមួយខាងខ្មែរបាទខាងខ្មែរបើឲ្យថៃចូលហើយបាទបើឲ្យថៃចូលវិញហើយឡានមកពីព្រឹកបាទដឹកដំឡូងបាទ